គុណខ្មែរយើសិល្បៈគុណខ្មែរជាកេរដំណែលពីដូនតាមានប្រវត្តិដ៏យូរលង់មានប្រវត្តិដ៏អស្ចារ្យសិល្បៈក្បាច់គុណដែលល្បីក្នុងលោកកាប្រទេសជាច្រើននៅក្នុងលោកតែងតែពោលទៅសើថាក្បាច់គុណខ្មែរខ្លាំងប្រៀបដូចដំរីសាយគ្រាន់តែវាយមកដៃផាំងលាត់អំងលងឿងក្បាលជង្គង់ហោះកែងឆេះអាចស្លាប់បាត់សងខាយមាកវត្តកំទុយកែងមកខ្លាំងដូចខ្លាយគ្រាន់តែលឺតែខ្មែរវាយណាខ្លះញ័យដូចឆ្មាក្បាច់ខ្មែរពិតជាខ្លាំងមិនមែនតែខ្ញុំចេះតែថាបើមិនជឿសាក់មើលទឹកតែខ្លាំងបើប៉ុណ្ណាវាច់ពីមួយទៅមួយគ្មានកាព្រើខ្លាចណាណាគ្មានកាព្រើខ្លាចណាណាទេយើសិល្បៈគុណខ្មែរយើសិល្បៈគុណខ្មែរសិល្បៈគុណខ្មែរយើសិល្បៈគុណខ្មែរគាត់ទៅភ្លេងទៅគុំផ្លាដែលញាក់ជើងអត្រេតហក់ទៅធាក់មួយជើងម៉ាយកាប់អាចារ្យលន់តផុសទៅកំភ្លើងគេបាញ់ខាងកណ្ដាប់ដៃមហាកម្លាំងខ្លាំងដូចរត់អស់លោកលោកស្រីនាងកញ្ញាសូមស្វាគមន៍មកកាន់សង្វៀនគុណខ្មែរ Mobile នេះគឺជាសមត្ថភាពកីឡាករទាំងពីរដែលត្រៀមប្រកួតប្រជែងនាពេលបន្តិចទៀតនេះបង្គោលក្រហមនិងបង្គោលខៀវបានត្រៀមលក្ខណៈរួចស្រេចក្នុងការបង្ហាញស្និទ្ធស្បាច់នៅលើសង្វៀនគុណខ្មែរ Mobileត្រៀមប្រងព្រឹត្តប្រកួតប្រដាល់គុណខ្មែរគូប្រកួតអនឡាញដឹកទី1ចាំមើលថាតើគូនេះនឹងមានអ្នកបោះបង់ការប្រកួតឬក៏ចាញ់ឈ្នះដោយបន្ទុកថៃរ៉ូម៉ានចាកំពងយល់ស្ដាប់មួយថៃរ៉ូម៉ានចាកំពងយល់ឆ្វេងអូលោកស្នាមហើយយល់ឆ្វេងរំវងប្រចាំស្ដាប់យល់ឆ្វេងចែកស្ដាប់ចាក់ចូលជង្គង់ចប់សពគ្រប់ហើយបាទ